ប្រសិនបើអ្នកទាំងអស់គ្នាត្រូវបានឃ្មុំជាច្រើនវាយប្រហារសូមអ្នកទាំងអស់គ្នាកុំបារម្ភអីបើអ្នកទាំងអស់គ្នាកំពុងតែត្រូវបានឃ្មុំវាយប្រហារហើយបានឃើញទន្លេនៅខាងមុខអ្នកទាំងអស់គ្នាត្រូវតែប្រញាប់ដើម្បីលោតចូលទៅខាងក្នុងទន្លេនោះឲ្យលឿនដើម្បីគេចឲ្យផុតអំពីការតាមរករបស់ឃ្មុំប៉ុន្តែឃ្មុំវាកំពុងតែរងចាំយើងនៅខាងលើវាមិនបានទៅណាទេវាកំពុងតែរងចាំយើងងើបអំពីទឹកវានឹងតិចយើងនៅពេលនោះភ្លាមតាមពិតវិធីដែលត្រឹមត្រូវបំផុតដែលពួកយើងទាំងអស់គ្នាគួរតែរត់គេចអំពីឃ្មុំនោះគឺពួកយើងទាំងអស់គ្នាគួរតែគ្របមុខដោយអាវរបស់យើងដើម្បីការពារភ្នែកកុំឲ្យឃ្មុំតិចហើយពួកយើងទាំងអស់គ្នាត្រូវតែរត់គេចឲ្យលឿនពីការវាយប្រហាររបស់ឃ្មុំនិងដាក់គោលដៅណាមួយដើម្បីឆ្ពោះទៅគោលដៅនោះដូចជាមានរថយន្តនៅខាងមុខពួកយើងត្រូវតែរត់ចូលទៅខាងក្នុងរថយន្តដើម្បីបិទទ្វាររថយន្តឲ្យលឿននិងដកទនិចឃ្មុំចេញពីខ្លួនប្រាណដើម្បីការពារជាតិពុលដែលបានរាយសាយភាយពេញខ្លួនប្រាណរបស់យើងនេះគឺជាការបញ្ចុះសពកម្រិតទាបបំផុតដែលអ្នកទាំងអស់គ្នាមិនធ្លាប់មើលឃើញនៅពេលដែលមាននរណាម្នាក់ស្លាប់ដោយសារតែសោកនាដកម្មមនុស្សនឹងយកសារសពរបស់គាត់យកទៅដាក់នៅខាងក្នុងរួចកប់នៅក្នុងដីហើយដាំដើមឈើមួយដើមនៅខាងលើដីពេលវេលាកន្លងផុតទៅឧបករណ៍ដែលរុំសាកសពត្រូវបានរលាយបន្តិចម្ដងរាងកាយរបស់អ្នកនឹងត្រូវបានរលាយតាមពេលវេលាคล้ายទៅជាអុកស៊ីតសារធាតុចិញ្ចឹមទាំងនេះនឹងចិញ្ចឹមទៅដល់ដើមឈើបន្តិចម្ដងនៅពេលនេះដើមឈើក៏ចាប់ផ្ដើមធំលូតលាស់បន្តិចម្ដងមនុស្សក៏ចាប់ផ្ដើមកាប់ដើមឈើដើម្បីយកទៅធ្វើជាកណ្ដាស់អនាម័យសម្រាប់ឲ្យមនុស្សប្រើប្រាស់នៅខាងក្នុងបន្ទប់ទឹកនេះពិតជាការវិវត្តមួយដែលខ្ញុំមិនធ្លាប់មើលឃើញសោះតែអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរនៅក្នុងការបញ្ចុះសពដែលមានកម្រិតទាបបែបនេះកាលពីសង្គ្រាមលោកលើកទី2ទាហានអាល្លឺម៉ង់ម្នាក់បានរើសបានកណ្ដុរងាប់មួយក្បាលរួចបោះវាចូលទៅខាងក្នុងចង្ក្រានអ្នកណាទៅដឹងថាកណ្ដុរមួយក្បាលនោះត្រូវបានគេលាក់បង្កប់ដោយគ្រាប់បែកពេលដែលកណ្ដុរមួយក្បាលនោះត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅគ្រាប់បែកដែលគេបានលាក់ទុកនៅខាងក្នុងខ្លួនរបស់សត្វកណ្ដុរវាក៏ចាប់ផ្ដើមផ្ទុះទាហានអាល្លឺម៉ង់ម្នាក់ត្រូវបានស្លាប់ភ្លាមនៅនឹងកន្លែងបន្ទាប់មកពួកគេបានដាក់សាកសពរបស់សត្វកណ្ដុរនៅក្បែរបន្ទាយទាហានអាល្លឺម៉ង់នេះគឺជាសង្គ្រាមលោកលើកទី2បង្កើតឡើងដោយជនជាតិអង់គ្លេសអាវុធនេះគឺជាគ្រាប់បែកសម្ងាត់ពេលជនជាតិអាល្លឺម៉ង់បានរកឃើញគ្រាប់បែកនេះពួកគេក៏ចាប់ផ្ដើមប្រមូលគ្រាប់បែកទាំងអស់ដាក់ចូលក្នុងប្រអប់ធំអាវុធនេះត្រូវបានគេដាក់ឈ្មោះហៅថាគ្រាប់បែកកណ្ដុរ